គ្រឿងសមុទ្រនេះមួយគឺថាកូនប៉ៅចូលចិត្តញ៉ាំមែនទេបងប្អូនថាបង្គាបង្កងឬក៏ក្តាមមឹកអីចឹងណាប៉ុន្តែចំណែកឲ្យចែវិញគឺក៏អត់ចូលចិត្តញ៉ាំទេបងប្អូនចានិយាយរួមទៅសំបីមួយក៏មិនប៉ះដែរចំណែកឯកូនប៉ៅហ្នឹងមុននឹងបានញ៉ាំបង្គាហើយនឹងមឹកហ្នឹងគឺគេទៅប្រាប់ប៉ាគេហើយគេថាបើគេបានលេខ1គេចង់ញ៉ាំអីគេចង់ទិញអីត្រូវតែទិញឲ្យគេអីចឹងណាបងប្អូនចាអញ្ចឹងពេលបានថតតាមដានគឺគាត់បានលេខ1មែនអញ្ចឹងទៅគាត់ក៏ចង់ញ៉ាំបង្គាហើយនឹងមឹកអញ្ចឹងទៅប៉ាក៏ទិញយកមកឲ្យខ្ញុំធ្វើម្ហូបអញ្ចឹងណាបងប្អូនចាចំណែកមុខម្ហូបគឺកូនប៉ៅអ្នករើសថាគួរធ្វើម្ហូបអីអញ្ចឹងសម្រាប់បង្គានេះដែរគឺខ្ញុំយកមកស្ងោរជ្រក់អញ្ចឹងណាបងប្អូនចាព្រោះអីស្ងោរជ្រក់បង្គាគឺលឿនហើយឆ្ងាញ់អញ្ចឹងណាបងប្អូនចាបើបានបង្គារឹតតែស្រស់គឺថាទឹកស្ងោរបង្គាហ្នឹងគឺផ្អែមឆ្ងាញ់តែម្ដងចំណែកប៉ាហ្នឹងគឺថាមានបង្គាហើយឆ្លៀតទិញពោះគោយកមកឲ្យស្ងោរទឹកជ្រលក់ពោះគោទេបងប្អូនចាហើយទៅមឹកហ្នឹងគឺខ្ញុំអត់ទាន់បានធ្វើម្ហូបទេថ្ងៃនេះដោយសារឲ្យពីរមុខហើយអញ្ចឹងទៅធ្វើច្រើនក៏រវល់កាន់តែច្រើនអីចឹងណាបងប្អូនណាមួយម្ហូបច្រើនហើយយើងទុកធ្វើស្អែកឬក៏ខាត់ស្អែកឲ្យតាមចេះស្ដែងអីចឹងទៅអញ្ចឹងម្ហូបថ្ងៃនេះរបស់ខ្ញុំគឺថាមានបង្គាស្ងោរជ្រក់ហើយនឹងពោះគោប៉ុន្តែពោះគោខ្ញុំអត់បានថតទេព្រោះខ្ញុំស្ងោរពេលថ្ងៃហើយអញ្ចឹងទៅយើងរវល់ដែរបងប្អូនចាអញ្ចឹងទៅស្ងោរហើយក៏ញ៉ាំតែម្ដងទៅពេលខ្លះអញ្ចឹងណាបងប្អូនអ្នកធ្វើវីដេអូមិនមែនគ្រប់មុខម្ហូបគ្រប់អីត្រូវតែបានថតទេបងប្អូនចាមួយថ្ងៃឲ្យតែយើងថតបានមួយវីដេអូយើងរៀងរវល់ដែរអញ្ចឹងម្ហូបណាដែលធ្វើទី2ទី3ហ្នឹងពេលខ្លះទុកចោលខ្លះអីអញ្ចឹងទៅបងប្អូនចាព្រោះយើងកាន់តែថតច្រើនពេលធ្វើម្ហូបបដិថតបដិគឺថាចំណាយពេលវេលារៀងយើងយូរអីចឹងណាបងប្អូនចាបើយើងធ្វើអត់បានថតយើងធ្វើលឿននិយាយរួមទៅអ្នកធ្វើវីដេអូដូចគ្នាបានយល់អញ្ចឹងណាបងប្អូនចាពេលយើងមើលគេឃើញគេផុស1នាទី2នាទីអីចឹងតាមមើលទៅដូចលឿនបងប្អូនប៉ុន្តែសកម្មភាពជាក់ស្ដែងគឺថា1ម៉ោង2ម៉ោងអីសាច់ការទាំងអស់ទាំងកាត់ទាំងបញ្ចូលសំឡេងអីចង់ថា2 3ម៉ោងអីចឹងណាបងប្អូនត្រឹមបានវីដេអូមួយមិនមែនងាយស្រួលទេរវល់តារៀបវិញឆ្ងាយបងប្អូនចាស្ងោបង្គារបស់ខ្ញុំថ្ងៃនេះគឺថាឆ្អិនរួចរាល់ហើយគឺថាទំនោរមែនទេបងប្អូនចាស័ក្តិសមជាមួយអាកាសធាតុឥឡូវគឺសារភ្លៀងស្ទុំអីចឹងណាបងប្អូនចាបានស្ងោជ្រក់បង្គាក្តៅហើយមានទឹកត្រីម្ទេសហឹរទៀតបងប្អូនចាគឺថាឆ្ងាញ់តែម្ដងអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនបើស្រឡាញ់ចូលចិត្តសូមជួយចុច like share ហើយនិង follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំក្រោយៗទៀតអរគុណច្រើនបាយបាយ